បាទសូមស្វាគមន៍អ្នកនរគ្នាមកកាន់មេរៀន Excel របស់យើងថ្ងៃនេះខ្ញុំមានមេរៀនថ្មីមួយដើម្បីធ្វើបទបង្ហាញជូនអ្នកនរគ្នាតាក់ទងជាមួយនឹងកម្មវិធី Excel អញ្ចឹងខ្ញុំជឿថាអ្នកនរគ្នាអ្នកខ្លះក៏គាត់បានស្គាល់ខ្លះហើយតាក់ទងជាមួយនឹងកម្មវិធី Excel អញ្ចឹងមុននឹងឈានទៅដល់មេរៀនខ្ញុំសូមណែនាំខ្លះៗតាក់ទងជាមួយនឹងកម្មវិធីនេះអញ្ចឹងអ្វីទៅជាកម្មវិធី Excel បាទអញ្ចឹងយើងមកឆ្លើយសំណួរតើអ្វីទៅជាកម្មវិធី Excel អញ្ចឹងកម្មវិធី Excel វាជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Microsoft ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការរៀបចំទិន្នន័យគ្រប់គ្រងទិន្នន័យគណនាទិន្នន័យនិងវិភាគទិន្នន័យទៅតាមតម្រូវការការងារប្រចាំថ្ងៃរបស់ខ្លួនបន្ថែមពីនោះក៏វាមានសមត្ថភាពក្នុងការ Visualize Data និងបង្កើតទម្រង់ Report ស្របទៅតាមការងារប្រចាំថ្ងៃរបស់យើងផងដែរបាទដោយអ្វីដែលខ្ញុំធ្វើការលើកឡើងមុនហ្នឹងអានេះគឺជានិយមន័យនៃកម្មវិធី Excel បាទអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាបានយល់ឬក៏ស្គាល់និយមន័យខ្លះៗហើយតាក់ទងជាមួយនឹង Excel អញ្ចឹងយើងបន្តមកសួរសំណួរមួយទៀតថានៅពេលដែលយើងប្រើប្រាស់ Excelយើងទទួលបានផលប្រយោជន៍អ្វីខ្លះពីវាបាទមុននឹងឆ្លើយសំណួរនេះខ្ញុំសូមលើកទស្សនវិជ្ជាទូទៅតាក់ទងជាមួយនឹងកម្មវិធីនេះអញ្ចឹងដូចអ្វីដែលអ្នកនរគ្នាបានដឹងហើយបច្ចុប្បន្នមិនថានៅក្នុងស្ថាប័នរដ្ឋឬក៏ឯកជនពួកគាត់សុទ្ធតែត្រូវការកម្មវិធីនេះដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់បាទអញ្ចឹងយើងមកឆ្លើយសំណួរតាក់ទងជាមួយនឹងកម្មវិធី Excel អញ្ចឹងកម្មវិធី Excel វាផ្ដល់ផលប្រយោជន៍អ្វីខ្លះមកដល់យើងអញ្ចឹងកម្មវិធី Excel វាមានផលប្រយោជន៍ច្រើនក្នុងការងារប្រចាំថ្ងៃរបស់យើងទី1តាក់ទងជាមួយនឹងការគ្រប់គ្រងទិន្នន័យគណនាទិន្នន័យរបស់យើងប្រកបដោយប្រសិទ្ធភាពខ្ពស់បាទដូចតែអ្នកគ្នាបានដឹងហើយមិនថានៅក្នុងស្ថាប័នរដ្ឋឬក៏ឯកជនពួកគាត់សុទ្ធតែប្រើប្រាស់កម្មវិធី Excel ដើម្បីគ្រប់គ្រងទៅលើទិន្នន័យដូចជាសិស្សទិន្នន័យប្រាក់បៀវត្សទិន្នន័យតាក់ទងជាមួយនឹងស្តុកទំនិញឬក៏កិច្ចបញ្ជីការគណនេយ្យជាដើមបន្ថែមពីនោះក៏វាមានសមត្ថភាពក្នុងការបង្កើតជាក្រាបនិងទម្រង់របាយការណ៍ស្របទៅតាមការងារប្រចាំថ្ងៃរបស់យើងដូចជាការលក់ការចំណាយនិងទម្រង់របាយការណ៍ហិរញ្ញវត្ថុផ្សេងៗបាទអញ្ចឹង Excel មិនត្រឹមតែមានសមត្ថភាពក្នុងការគណនាវាមានសមត្ថភាពក្នុងការសង្ក្រាបបង្កើតជាទម្រង់របាយការណ៍ផ្សេងៗស្របទៅតាមការងារប្រចាំថ្ងៃរបស់យើងអញ្ចឹងមិនថានៅក្នុងការលក់ការគ្រប់គ្រងទិន្នន័យបុគ្គលិកតាក់ទងជាមួយនឹងការគ្រប់គ្រងចំណូលចំណាយជាដើមអញ្ចឹង Excel មានសមត្ថភាពក្នុងការធ្វើវាបានបាទដោយអ្វីដែលខ្ញុំបានលើកឡើងមុននេះអានេះគឺជាសុទ្ធតែជាអត្ថប្រយោជន៍នៃការប្រើប្រាស់ Excel អញ្ចឹង Excel វាមានអត្ថប្រយោជន៍ច្រើនទៀតអញ្ចឹងខ្ញុំសូមតែលើកតែប៉ុណ្្នឹងទេអញ្ចឹងនៅវីដេអូបន្ទាប់យើងនឹងចាប់ដើមរៀនតាក់ទងជាមួយនឹងផ្ទាំង interface របស់កម្មវិធី Excel បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់អញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណ